Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងហ្នឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងសយើងពេលនេះគឺបានផ្ដើមឡើងនៅពេលដែល Jason ជាគឺបានថឹងខ្លួនមកវិញហើយដូចជាមានការផាំងនិងមានការព្យាបាលខ្លាំងដែរគឺថាតួឯកផលរបស់យើងនឹងយាយធានមីងគឺបានធ្វើឲ្យម្លើនេះប៉ុន្តែយាយធានមីងក៏បានបកស្រាយថាគេមិនបានធ្វើអ្វីនោះទេវាគ្រាន់តែជាឆានតែរបបឋានសួគ៌នឹងផានដីតែប៉ុណ្ណោះបន្តមកនាងក៏បានយកដាវជុងទៅកាន់ខរបស់យាយធានមីងនាងសង្ឃឹមថាពេលសម្ដែងរបស់យាយធានមីងដែលបាននិយាយបាននាងទាំងគឺជាពាក្យពិតទៅចុះចំណែករបស់យាយធានមីងរបស់យើងហើយដូចជាភ័យខ្លាំងមែនទែនអចេះសិនយាគឺបានយកដាវរបស់នាងទៅនៅស្រោមវិញក៏បាននិយាយថាយាយធានមីងហាក់ដូចជាមនុស្សល្អនាងខំតែគិតថាយាយធានមីងគឺជាមនុស្សអាក្រក់គឺមិនបានកេងចំណេញមកលើនាងអីចឹងទៅបន្តមកទៀតយាយធានមីងក៏បានប្រាប់ថាគ្រួសាររបស់គេតាំងពីដើមគឺអញ្ចឹងឯងប៉ុន្តែដូនតារបស់គេគឺមិនបាញ់នោះទេយើងក៏បានឃើញ system គឺបាន load នៅបន្ទូនៃការគ្រោះទៅដល់យាយធានមីងរបស់យើងផងដែរហើយបន្តមកចេះសិនយាគឺកំពុងតែរកអ្វីមួយយាយធានមីងក៏បានសួរថានាងកំពុងតែរកនៅសភេនេះមានដែរទេចេះសិនយាក៏បាននិយាយថាទៅលោកគឺបានរកវាឃើញហើយដូច្នេះហើយគួរតែប្រើវាដើម្បី teleport ទៅកាន់ចនមួយទៀតគឺបានលឿនទៅយាយធានមីងក៏បាននិយាយថាប្រកបខ្លាំងណាស់គេច្បាស់ជាយកវានិង teleport ទៅកាន់ចនមួយទៀតប៉ុន្តែ system គឺបានបង្ហាញថាឥឡូវនេះផងដែលវានៅទីកន្លែងនឹងផងដែរគឺបានឡើងកម្រិតទៀតហើយនៅពេលនោះយើងបានឃើញថាភ្លាមឃោងចឹងមួយយ៉ាងធំគឺបានទម្លុះចូលមកកាន់បន្ទប់នេះតែម្ដងជាទៅធ្វើឲ្យ Jason ជាពិតជាមានការព្យាបាលខ្លាំងមែនឥឡូវនេះផងដែរវាគឺបានឡើងទៅដល់អាណាចក្រមួយទៀតបាត់ហើយចំណែកយាយធានមីងក៏បានយកសភៅរបស់គេទៅផងដែរនឹងត្រៀមនឹងចាត់ការទៅកាន់បិសាចគ្រូចៅមួយហ្នឹងក៏ដោយសារតែមានជំនួយអំពី system ដែលអាចធ្វើការគ្រប់គ្រងទៅកាន់បិសាចមួយហ្នឹងឯងសយើងរបស់យើងក៏បានកាន់មកខំរបស់បែយុជនវិញយើងក៏បានឃើញថាពួកគេកំពុងតែបង្កើតនៅក្បួននៃការបង្កើតមួយដោយប្រើថែរបស់អបហូឆុងក៏ដូចគ្នានឹងផងដែរបំបែកថែហ្នឹងហើយគឺបានចូលទៅកាន់គ្រូចឹងហើយដូចជាវាគឺជារេវិតមុនបិសាចអញ្ចឹងចំណែកលបងយានលីរបស់យើងពិតជាឌឺខ្លាំងដែរក៏បាននិយាយថាតើឯងមិនទៅឲ្យជប៉ុនវិញទេមែនទេយ៉ាទៅធ្វើបែយុជនពិតជាខឹងខ្លាំងមែនក៏បានគិតអំពីចាយូហានរបស់យើងផងដែរនាងគឺស្លាប់ណាស់ស្លាប់ទៅជាមួយនឹងអបយានមានរបស់យើងនាងគឺខ្វល់ទេនោះទេបន្តមកទៀតយើងក៏បានឃើញថាអបហូចុងក៏បាននិយាយថាគេនឹងតាមស្វែងរកទៅកាន់អាចារ្យយូហានឲ្យទៅកាន់សិស្សបងរបស់គេសូរីនៅដល់គ្នាគឺជាសិស្សមួយចំណែកអបជូយុនក៏បាននិយាយថាពិតជាអរគុណទៅកាន់ពូរបស់គេខ្លាំងមែនប៉ុន្តែគេក៏មានចម្ងល់មួយក្នុងការសួរទៅកាន់ពូរបស់គេផងដែរហេតុអ្វីបានជានៅទីកន្លែងនេះគឺបានដាក់នៅកម្រិតរហ័សរបស់លោកពូរបស់គេចំណែកអបហូចុងក៏បាននិយាយថានៅទីកន្លែងនេះគឺមិនបានដាក់សំពេននៅកម្រិតរហ័សរបស់គេនោះទេក៏ដោយសារតែគេគឺជាអ្នកមកថ្មីដូចជាពួកឯងនឹងឯងបន្តមកបហូចុងក៏បានបង្កើតនៅរេវិតមុនដែលពួកគេគឺបានប្រើប្រាស់មិញនឹងកំទេចទៅកាន់ស្លាកមួយនឹងបញ្ចេញនៅរូបរាងកាយបិសាចជាច្រើនតម្រងគឺបានបន្លំបាត់ពួកគេប៉ុន្តែសាយើងក៏បានកាន់មកដល់កន្លែងរបស់អាចារ្យយូហានវិញយើងក៏បានឃើញថាបិសាចមួយគឺបាននិយាយទៅកាន់អាចារ្យយូហានថានាងគឺជាសិស្សបងរបស់បជូយុនហើយគេគឺបានឲ្យខ្លួនគឺមករកនាងនឹងឯងប៉ុន្តែនាងគឺមិនបាននិយាយឯនោះទេប្រាប់ថាជប់ហោទេទៅអាល្ងងើយនាងគឺបានដឹងហើយគេដោយសារតែអ្នកគ្រូរបស់នាងគឺបានប្រាប់នាងផងដែរតែសារតែបានចូលមកដល់ទីកន្លែងនេះកាល100ឆ្នាំមុនគឺបានស្លាប់បាត់បោះហើយជាពិសេសអាកៅដែលពួកគេបានពាក់ហ្នឹងសុទ្ធតែជាកៅដែលសិស្សដែល100ឆ្នាំមុនគឺបានពាក់នោះទេដូច្នេះកុំចង់កុហកនាងបិសាចពីនឹងក៏បាននិយាយថាដូចជានាងគឺបានដឹងរឿងច្រើនខ្លាំងទេប៉ុន្តែនៅពេលនេះគេទៅចាប់នាងអមែនអាចារ្យយូហានគឺចង់និយាយបន្ថែមទេប៉ុន្តែត្រូវបានបិសាចមួយហ្នឹងគឺបានលុនវេបហាគេតែមកផ្លេតតែប៉ុណ្ណោះក៏ដូចជាតែមកស្គីលផងដែរគឺបានចាត់គេអាចារ្យយូហានគឺបានស្វែងភ្លាមបិសាចមួយហ្នឹងគឺចង់យកអាចារ្យយូហានចាក់ចេញពីទីកន្លែងហ្នឹងប៉ុន្តែភ្លាមនាងក៏បាននឹកទៅដល់យាយទីនមីងហើយក៏បានឃើញពន្លឺមួយគឺបានចាំងជាយ៉ាងខ្លាំងតែម្ដងវាហាក់ដូចជាក្បួន teleport គឺបាន teleport មកដល់នៅពេលនោះយើងក៏បានឃើញថាក្រុងចឹងយ៉ាងធំគឺបានចេញមកជាទៅធ្វើពីនៅហ្នឹងពិតជាមានការព្យាបាលខ្លាំងមែនទែនប៉ុន្តែនៅលើក្បាលរបស់ក្រុងចឹងមួយនោះផងដែរគឺមានយាយទីនមីងជាមួយនឹងអាចារ្យសៀនយារបស់យើងនឹងឯងនៅពេលដែលបិសាចពីរនាក់នឹងឃើញបែបនេះហើយហាក់ដូចជាគឺមិនធ្លាប់ឃើញបិសាចក្រុងចឹងដ៏ធំជាមួយនឹងកម្លាំងដ៏ខ្លាំងក្លារបស់ពួកវាគឺស្ថិតនៅទីកន្លែងនេះនោះទេហើយគ្នាគេម្នាក់គឺបាននិយាយឲ្យគ្នាគេម្នាក់ទៀតគឺចាប់អាចារ្យយូហានឲ្យទៅកន្លែងបងធំរបស់ពួកវាទៅគេនឹងធ្វើការតូបតល់នៅទីកន្លែងនេះចំណែកបិសាចមួយនឹងគឺបានចាប់ទៅកាន់អាចារ្យយូហានគឺគម្រាមទៅកាន់យាយធីនមីងលបងយាយធីនមីងក៏បានបញ្ជាឲ្យក្រុងចឹងបិសាចមួយនឹង
បញ្ចេញថាមពលរបស់វាវិបហាទៅកាន់វិស័យមួយនឹងហើយគ្រាន់តែមកការវិបហាតែប៉ុណ្ណោះថាមពលដ៏ខ្លាំងវិបហាទៅកាន់វិស័យមួយនឹងជាហេតុធ្វើឲ្យវិស័យទាំងពីរគឺបានស្លាប់សពពេលតែមួយបន្តមកទៀតជាទិនមីងគឺបានចោះមករកអាចារ្យយូហានយើងក៏បានឃើញថាវិស័យមួយទៀតគឺបានស្ទុះមកវិបហាទៅកាន់អ្នកទាំង3ក៏ដោយសារតែវាគឺមិនទាន់បានស្លាប់នោះទេក៏ដូចគ្នាផងដែរយើងក៏បានឃើញថាគ្រោងចាំងយ៉ាងធំមួយនឹងគឺបានបញ្ចេញដាវចាំងរបស់វាមកបញ្ចេញតាមពលយ៉ាងខ្លាំងវិបហាតែមក skill ទៅប៉ុណ្ណោះបានវិបហាធ្វើឲ្យវិស័យមួយនឹងគឺបានអតិនៅទីកន្លែងហ្នឹងទៅហើយតម្រងនៃការកាន់ណារបស់គ្រោងចាំងហ្នឹងពិតជាខ្លាំងមែនទេហើយយើងក៏បានឃើញថានៅពេលដែលយេទីនមីងគឺបានចាត់ការទៅកាន់វិស័យមួយនឹងហើយជាហេតុធ្វើឲ្យចៃយូហានរបស់យើងហ្នឹងគឺមិនចាំយូរនោះទេគឺបានលោបទៅអបទៅកាន់យេទីនមីងរបស់យើងហើយឥឡូវនេះគេពិតជាសប្បាយចិត្តជាពិសេសរបស់យេទីនមីងពិតជាខ្លាំងមែនទេហើយមើលជនទី3កំពុងតែសម្លឹងមើលចៃយូហានពិតជាឆ្ងល់លើដោយបានជាយេទីនមីងគឺអាចគ្រប់គ្រងចាត់ការទៅកាន់វិស័យគ្រោងចាំងដ៏ធំបែបនេះប៉ុន្តែយេទីនមីងក៏បាននិយាយថាក៏ដោយសារតែមានអាចារ្យសៀនយៈគឺជាអ្នកគ្រប់គ្រងតែប៉ុណ្ណោះគេគឺបានអាចារ្យសៀនយៈគឺជួយដូច្នេះហើយអាចារ្យយូហានពិតជាអរគុណទៅកាន់អាចារ្យសៀនយៈខ្លាំងមែនទេបើអាចារ្យសៀនយៈគឺត្រូវការតាមអីគឺអាចទៅរកវិមានរបស់ពួកគេបានប៉ុន្តែនាងក៏ឆ្ងល់ផងដែរហាក់ដូចជាសាសៀនយៈហាក់ដូចជាមានការខកខ្លាចនិងគោរពទៅកាន់យេធីនមីងខ្លាំងមែនទេដឹងថាមានមូលហេតុអ្វីនោះទេចំណែកអាចារ្យសៀនយៈក៏បានគិតថាហាក់ដូចជានាងគឺមិនបានដឹងអំពីអត្តពលរបស់លបងយេធីនមីងនោះទេវិស័យគ្រោងចាំងដ៏ធំមួយនោះហាក់ដូចជាឆ្ងល់មិនទេប៉ុន្តែលបងយេធីនមីងរបស់យើងគឺមិនចាំយូរទេគេបានដើរទៅមើលនៅទីកន្លែងនោះ system គឺបានបញ្ចេញនៅពេលសកម្មដើម្បីឲ្យលបងយេធីនមីងរបស់យើងបំពេញផងដែររង្វាន់គឺមិនតាន់នឹងនោះទេប៉ុន្តែតោះនោះគឺធ្វើឲ្យយេធីនមីងរបស់យើងស្លាប់ហ្នឹងឯងជាពិសេសនៅអំបញ្ញមីងផងដែរគឺយេធីនមីងក៏បានទទួលនៅបន្ទុកអនុគ្រូវិជ្ជាពេលរបស់គេមួយចំនួនផងដែរសិស្សយើងរបស់យើងកាន់មកដល់ក្បួនរបស់អបយិនលីងជាមួយនឹងលបងឈូយុនវិញយើងក៏បានឃើញថាវិស័យកំពុងតែឡំពាត់វិបហាទៅកាន់អ្នករាល់គ្នាជាពិសេសនៅពេលនោះវិស័យក៏បានបើកការវិបហាទៅកាន់សាស្ត្រីម្នាក់ផងដែរគឺបានចាំនាងដើម្បីបូជាទៅកាន់ក្បួននៅទីកន្លែងហ្នឹងហើយនាងពិតជាស្រ័យយំខ្លាំងមែនទេប៉ុន្តែក៏ថប់បានកំតិចនឹងបូជាទៅកាន់ក្បួនបង្ហូរឈាមនៅទីកន្លែងហ្នឹងបាត់ទៅហើយចំណែកបេហ៊ូចុងវិញគឺបាននិយាយថាពួកឯងមិននឹកស្មានមែនដែរទេហើយឆ្ងល់ថាយើងគឺជាណែចំណែកលបងម្នាក់ហ្នឹងក៏បាននិយាយថាវាមិនថ្មីនោះទេដោយសារតែជីវិតពួកឯងគឺចិត្តអស់បាត់ទៅហើយដូច្នេះហើយទោះយើងផាពួកឯងក៏វាមិនអីផងដែរក៏ដោយសារតែយើងគឺបានបង្កើតនៅអរិយវេទមន្តមួយនេះផងដែរគឺបានបង្កើតឡើងដើម្បីចង់ដឹងពីអាកម្បាំងរបស់អាណាចក្រសម្ងាត់មួយនេះហើយអរិយវេទមន្តហ្នឹងផងដែរគឺថោគេបូជានៅនារីគឺសមានន័យថាបរិសុទ្ធហ្នឹងគឺចំនួន4នាក់ប៉ុន្តែឥឡូវនេះគឺទៅតែមាន3នាក់តែប៉ុណ្ណោះម្នាក់ទៀតគឺជាចាយូហានរបស់យើងហ្នឹងឯងប៉ុន្តែនៅតែនិយាយមិនដល់ដល់ផងបានឃើញថាវិស័យគ្រោងចាំងដ៏ធំរបស់យេទីនមីងគឺបានលុបនៅពេលអាហារទៅកាន់ហ៊ូចុងជាដែលធ្វើគេមានការព្យាបាលខ្លាំងមែនគេពិតជាមិនធ្លាប់ឃើញនោះទេបានទប់ជាមួយនឹងស្នេហ៍ដាវរបស់វិស័យហើយគឺបានគិតថាវាហាក់ដូចជាវិស័យមួយនេះគឺមិនធ្លាប់កើតមាននៅទីកន្លែងនេះហាក់ដូចជាមានអ្វីកើតឡើងគឺភ្លាមនៅពេលដែលគេក៏បានឃើញឥឡូវនេះចំណែកចាយូហានគឺបានលោទៅចន់ណាមបន្ថែមទៀតជាហេតុដែលធ្វើបច្ចុប្បន្នពិតជាមានការព្យាបាលនៅពេលដែលឃើញថាចាយូហានរបស់យើងគឺស្ថិតនៅមានជីវិតបែបនេះចំណែក system គឺបានលោផាទៅកាន់យេធីនមីងរបស់យើងផងដែរពេលសកម្មសម្ងាត់ចាត់ការទៅកាន់អបេហ៊ូយុនជាមួយនឹងការបើកបង្ហាញនៅធាតុពិតរបស់គេគឺអាចបំពេញនៅពេលសកម្មសម្ងាត់ចំនួន2ស្របពេលតែមួយយេធីនមីងមិនចាំយូរនៅទេពិតជារីករាយខ្លាំងមែនបន្តមកទៀតគេក៏បានស្ទុះទៅវាបហាទៅកាន់អបេឈូយុនតែមកផ្លេតតែប៉ុណ្ណោះជាហេតុដែលធ្វើឲ្យវាក៏ថោបានទៀតដោយមកការវាបហាមកស្គីរបស់យេធីនមីងពេលនេះផងដែរគឺបន្តនៅពេលដែលយេធីនមីងគឺបានវាបហាទៅកាន់អបេហ៊ូចុងហើយគេហាក់ដូចជាមានអារម្មណ៍ចម្លែកខ្លាំងមែនដោយសារតែបាតារបស់គេនេះគឺអាចវាបហាទៅកាន់មនុស្សដែលស្ថិតនៅអាណាចក្របង្កើតបានយ៉ាងងាយស្រួលតែម្ដងប៉ុន្តែឥឡូវនេះហាក់ដូចជាមានអារម្មណ៍ប្លែកខ្លាំងមែនឬក៏បន្តនិយាយបានដល់ហ្នឹងយើងក៏បានឃើញថាធម៌ពលយ៉ាងខ្លាំងគឺបានផ្ទុះឡើងក៏ដោយសារតែអបេហ៊ូចុងហ្នឹងគឺមានជាមនុស្សដែលស្ថិតនៅអាណាចក្រនៃការបង្កើតនោះទេគេគឺស្ថិតនៅអាណាចក្រស្នូលមែនណោះជាហេតុធ្វើយេធីនមីងពិតជាកៀងខ្លាំងមែនអបេហ៊ូចុងក៏បាននិយាយថាកម្លាំងពិតរបស់ឯងគឺស្ថិតនៅអាណាចក្រចម្រាញ់ជីប៉ុន្តែធម៌ពលអង្គកំបាំងនៅពីក្រោយខ្នងបាយវាពិតជាខ្លាំងមែនយើងពិតជាចង់ដឹងអំពីអង្គកំបាំងនៃធម៌ពលនេះហើយក៏ចង់ដឹងថាឯងគឺអាចបញ្ចេញធម៌ពលវាគឺដល់កម្រិតណាផងដែរយេធីនមីងពិតជាភ័យខ្លាំងមែនហើយក៏បានឲ្យអ្នកទាំងពីរគឺឆាប់ចាកចេញពីទីកន្លែងហ្នឹងទៅក៏ដូចគ្នានេះផងដែរយើងក៏បានឃើញថាវិស័យគ្រោងឆ្អឹងរបស់យេធីនមីងគឺបានវាបហាទៅកាន់វិស័យរុក្ខជាតិខ្ញុំសូមហៅវាជាវិស័យរុក្ខជាតិតែម្ដងទៅដែលវិស័យមួយហ្នឹងផងដែរគឺមិនអាចទប់ទល់ជាមួយនឹងវិស័យគ្រោងឆ្អឹងរបស់យេធីនមីងបាននោះទេបើសិននៅតែបន្តបែបនេះទៀតជាហេតុដែលធ្វើពួកគេច្បាស់ជាត្រូវស្លាប់ភ្លាមជាខានដូច្នេះហើយត្រូវតែរកវិធីដោះស្រាយជាមួយនឹងគ្នានេះផងដែរចាក់ទាំងពីរគឺបានជួយទៅការណាពូនូសិនក៏ដោយសារតែត្រូវការជំនួយពីពួកគេចំណែកអាចារ្យរបស់យើងវិញគឺមិនច
ងចូលជួយនៅតែក៏ដោយសារតែគេគឺចង់ធ្វើបាបយាយទាំងមីងប៉ុន្តែក៏ត្រូវបែនអាចារ្យសិនយារបស់យើងគឺខ្វាត់សិនក៏ដោយសារតែពួកគេគឺត្រូវការជំនួយពីពួកពីរនាក់ហ្នឹងក៏ដូចគ្នានេះផងដែរគេនឹងស្មានថាយាយទាំងមីងរបស់យើងហ្នឹងបើជាអាចចាត់ការទៅកាន់បែហ៊ូឆុងបែនចំណែកចាយូហានវិញពិតជាឆ្ងល់ខ្លាំងតែហេតុបីបានជានាងគឺនិយាយបែបនេះហាក់ដូចជានាងគឺដឹងពីយាយទាំងមីងច្បាស់ជាងខ្លួនអញ្ចឹងបន្តមកយើងក៏បានឃើញថាយាយទាំងមីងជាមួយនឹងបែហ៊ូឆុងគឺបានចូលមកដល់គ្នាដោយបែយូចង់គឺបែនឲ្យយាយទាំងមីងប្រាប់ពីអង្គម៉ាំងមកគេមកបានដូច្នោះទេច្បាស់ជាសម្លាប់ទៅកាន់យាយទាំងមីងបើសិនបើយាយទាំងមីងគឺប្រាប់ខ្លួនគេច្បាស់ជាទុកជីវិតឲ្យយាយទាំងមីងនៅរួចចាក់ចេញពីទីកន្លែងនេះចំណែកយាយទាំងមីងធំបាននៅទេលោតទៅបេហាទៅកាន់បែហ៊ូឆុងប៉ុន្តែក៏ត្រូវបានបែហ៊ូឆុងគឺបានបេហាគេវិញសូម្បីតែដាវដែលគេក៏បានរងនឹងតបតល់នឹងក៏ត្រូវបានលេងនឹងដាច់ភ្លាមផងដែរគេពិតជាឆ្ងល់ខ្លាំងមែនប៉ុន្តែមិនតាន់បានឆ្ងល់ហោះបែហ៊ូឆុងគឺបានមកវេបហាគេបន្ថែមទៀតជាតែធ្វើយាយទាំងមីងហត់ចង់អបហើយដូចគ្នានេះផងដែរយាយទាំងមីងក៏បានរកការលើកវេបហាទៅកាន់បែហ៊ូឆុងវិញប៉ុន្តែការវេបហាមួយនេះផងដែរគឺមិនអាចធ្វើឲ្យបានទៅកាន់បែហ៊ូឆុងបាននោះទេគេបាននិយាយថាតើអញធ្វើអានតែតំណែងមានដែរទេក៏ត្រូវបានបែហ៊ូឆុងវេបហាយាយទាំងមីងអត់ទេថយមកក្រោយវិញយ៉ាងខ្លាំងតែម្ដងយាយទាំងមីងដឹងថាយកអ្វីទៅយកឈ្នះបែហ៊ូឆុងបាននោះទេបែហ៊ូឆុងក៏បាននិយាយថាទោះជាអញគឺខំប្រឹងយ៉ាងណាក៏ដោយហើយទោះបីជាឯងមានគ្រោងឆ្អឹងមួយដ៏ធំបែបនេះគឺអាចទៅផ្ទាល់ជាមួយនឹងបិសាចរុក្ខជាតិបានប៉ុន្តែយើងភ្លេចប្រាប់ឯងថាបិសាចរុក្ខជាតិនេះគឺជាបិសាចរុក្ខជាតិបុរាណហើយវាក៏ជាបិសាចរុក្ខជាតិដែលមានចំណុចខ្សោយលើធុងផងដែរប៉ុន្តែអត្ថប្រយោជន៍របស់វាពើជាខ្លាំងគាត់តែនិយាយមិនទាន់បានចប់ផងយើងក៏បានឃើញថារុក្ខជាតិគឺបានដោះទៅលើដើមធុងរបស់ពួកគេហើយក៏បានរុំព័ទ្ធទៅលើពួកគេបញ្ចេញនៅរូបរាងកាយបិសាចរុក្ខជាតិយ៉ាងធំមួយគឺចេញមកដល់មិនដឹងថាដៃប្រមាណនោះទេប្រឈមមុខជាមួយនឹងបិសាចគ្រោងចាំងរបស់យាយទិនមីងហើយនៅពេលនេះ system ក៏បានប្រាប់យាយទិនមីងថាបិសាចរុក្ខជាតិគឺបានកើនកម្រិតវាបាត់ហើយយាយទិនមីងពិតជាភ័យខ្លាំងមែនទែនអាមួយនេះមិនទាន់ចាត់ការមួយហងបើជាមកមួយទៀតបាត់ទៅហើយគឺបានដកខបាយគេចេញមកដើម្បីធៀមចាត់ការទៅកាន់បែហ៊ូឆុងក៏បាននិយាយថាគាត់តែប៉ុណ្ណឹងតែគាត់ថាគឺអាចចាត់ការមកលាយើងបានហើយមែនទេវិបហាទៅកាន់បែហ៊ូឆុងបន្តក៏ត្រូវបានបែហ៊ូឆុងទប់ត្រល់យ៉ាងងាយស្រួលបានស្ទុះមកវិបហាទៅកាន់យាយទិនមីងវិញប៉ុន្តែក៏ត្រូវបានយាយទិនមីងគេផតរាន់បន្តមកទៀតយាយទិនមីងគឺត្រូវបានបែហ៊ូឆុងវិបហានឹងដេញតាមវិឆ្កាយចឹងប៉ុន្តែនៅពេលនោះផងដែរយាយទិនមីងក៏បានដកស្នាមពោលមកដើម្បីស៊ីទៅកាន់វាយាយទិនមីងគឺបានស៊ីទៅកាន់ស្នាមពោលដើម្បីឲ្យរាងកាយរបស់គេសមជាមួយនឹងជាតិពុលបែហ៊ូឆុងក៏បាននិយាយថាហើយមិនទាន់បានស្លាប់នៅក្រុមដៃរបស់អញហងហើយចង់ស្លាប់ដោយខ្លួនឯងបញ្ញាប់ទៅណែក៏បានលុបវិហាទៅកាន់បែយាយទិនមីងប៉ុន្តែត្រូវបានយាយទិនមីងគេផត system គឺបាននិយាយថាយាយទិនមីងគឺកាន់តែមានភាពសមជាមួយនឹងថ្នាំពុលបន្ថែមវាទៅក៏ដោយសារយាយទិនមីងតន់បានឡើងកម្រិតរបស់គេហើយមើលទៅមុខរបស់គេទៅពិតជាហត់ខ្លាំងមែនបែហ៊ូឆុងគឺប្រាប់ឲ្យយាយទិនមីងព្រមបកលណាងក៏បានរបស់គេមកគេច្បាស់ជាមិនសម្លាប់ទៅកាន់យាយទិនមីងនោះទេចំណែកយាយទិនមីងរបស់យើងគឺគ្មានតែខ្វល់នោះទេសំខាន់នៅពេលនេះគេក៏បានដកថ្នាំដែលជា snow របស់ពូគេចេញមកលេបទៅកាន់ខ្លួនរបស់គេហើយនៅពេលនោះកម្លាំងរបស់គេគឺផ្ទុះយ៉ាងខ្លាំងតែម្ដងនៅទីផុតយាយទិនមីងគឺអាចបំបែកទៅកាន់អាណាចក្រសង្គ្រឹះបានហើយមើលតែកម្លាំងរបស់គេទៅពិតជាខ្លាំងមែនទែនក៏ដោយសារតែមានជំនួយពី system ទៀតដូច្នេះកម្លាំងរបស់គេរត់ទៅកើនឡើងចំណែកបែរនោះវិញគឺគ្មានរខ្វល់ទេសំខាន់នៅពេលនេះគឺលោទៅពេលប្រហែលទៅកាន់យាយទិនមីងភ្លាមតែម្ដងប៉ុន្តែប្រតិកម្មរបស់យាយទិនមីងហាក់ដូចជាលឿនជាងមុនហើយគេក៏បានអាចទប់ទល់ជាមួយនឹងការវិបហារបស់បែហ៊ូឆុងគឺបានយ៉ាងងាយប៉ុន្តែការវិបហាមួយនេះផងដែរគឺមិនអាចធ្វើឲ្យបានទៅកាន់បែហ៊ូឆុងបាននោះទេគ្រាន់តែធ្វើឲ្យថារបស់គេឈូពីដៃទៅភ្នំគេហាក់ដូចជាចាប់អារម្មណ៍ទៅកាន់ធម្មពលដ៏អង្កម្មរបស់យាយទិនមីងហើយឲ្យយាយទិនមីងស្គាល់រូបភាពពិតនៃកម្លាំងដ៏ខ្លាំងក្លារបស់គេវិញម្ដងនៅពេលនោះផងដែរ system គឺបានប្រាប់ទៅកាន់យាយទិនមីងថាបែហ៊ូឆុងគឺមិនទាន់បញ្ចេញនូវសមត្ថភាពពិតរបស់គេនោះទេយាយទិនមីងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនមិនទាន់បញ្ចេញសមត្ថភាពពិតក៏ទៅបែនបែហ៊ូឆុងពេលមកការវិបហាយាយអាចធ្វើឲ្យទីមីងពិតជាខ្ទេតហើយហងអបួយយ៉ាងធ្ងន់ធ្ងរតែម្ដងមើលទៅមុខទៅគឺរបួសពេញហើយនៅពេលនឹងផងដែរបែហ៊ូឆុងគឺបានដើរមករកគេនៅពេលនោះផងដែរយើងក៏បានឃើញនៅដកនេះគឺបានលូនវាជួយទៅកាន់យាយទិនមីងរបស់យើងយាយទិនមីងគឺផាពួកគេគេមិនទាន់នោះទេបែហ៊ូឆុងគឺបាននិយាយថាពិតជាស្មោចមកឃុំដល់ងងមែនហើយការវិបហារបស់ពួកគេជាហេតុធ្វើឲ្យប្រមាណអ្នកគឺថោបានដេកដួលភ្លាមជាមួយនឹងគ្នានេះផងដែរសល់ពីអ្នកទៀតគឺបានលោទៅពេលបែហាពីក្រោយក្នុងប៉ុន្តែក៏ថោបានបិសាចគ្រោងចាំងរបស់យាយទិនមីងមកចាប់ទៅកាន់បែហ៊ូឆុងជាប់ជាហេតុធ្វើឲ្យអ្នកទាំង3ទាំង4ហ្នឹងគឺអាចគេចផុតពីកម្ដាប់ដៃរបស់បែហ៊ូឆុងមែនបែហ៊ូឆុងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនគ្រាន់តែជាមនុស្សដែលស្ថិតនៅអាណាចក្រស្នូលមានតែប៉ុណ្ណោះបើអាចគេចខ្លួនពីខ្លួនបានក៏ដូចគ្នានេះផងដែរគឺឯងមកអាចគេចខ្លួនពីយើងបានរហូតនោះទេហើយគេច្បាស់ជាតាមរយយាយទិនមីងបានខ្ញុំសូមបញ្យល់កន្លែងនេះបន្តិចកម្លាំងរបស់យាយទិនមីងគ្រាន់តែជាមនុស្សដែលស្ថិតនៅអាណាចក្រសង្គ្រឹះតែប៉ុណ្ណោះប៉ុន្តែបានជំនួយពី system និងធម្មពលរបស់អ្នកក្រីខ្មៅហ្នឹងឯងដូច្នេះទៅអាចឈានទៅដល់អាណាចក្រស្នូលមេបានចំណែកយាយទិនមីងរបស់យើងវិញយើងក៏បានឃើញថាគេគេចមកដល់រូងភ្នំមួយជាមួយនឹងគ្នានេះនៅពីហាក់ដូចជាបារម្ភទៅកាន់យាយទិនមីងខ្លាំងមែនទែនយាយទិនមីងពិតជា
អាចរកវិធីក្នុងការដោះស្រាយជាមួយនឹងបែបហ៊ូចុងនោះទេចំណែកឯចៃស៊ីនយាក៏បានចាប់ជីកចោលទៅកាន់យាយទិនមីងថាយាយទិនមីងពិតជាខ្សោយខ្លាំងមែនទែនយាយទិនមីងក៏បាននិយាយថាវិស័យសាស្ត្រសល់តែមួយគាត់ដើម្បីជួយថ្នេះនឹងការលម្អទៅកាន់ការវឹកហាត់របស់គេបានក៏ដោយសារទីកន្លែងនេះគឺជាទឹករបស់វាហ្នឹងគឺមានសមត្ថភាពក្នុងការព្យាបាលរបួសទៅកាន់យាយទិនមីងគឺបានសួរអ្នកទាំងពីរថាតើអ្នកទាំងពីរហ្នឹងគឺនរណាម្នាក់ក៏បានដែរតែអ្នកទាំងពីរគឺសោកចិត្តធ្វើការវឹកហាត់រួមជាមួយនឹងគេដែរទេគាត់តែនិយាយមកដល់កន្លែងនេះអ្នកទាំងពីរហាក់ដូចជាអៀនខ្លាំងមែនទេប៉ុន្តែក៏ដូចគ្នានេះផងដែលចាស៊ីនយាយហាក់ដូចជាយល់ព្រមមកទៅហើយក៏ដោយសារយាយទិនមីងរបស់យើងគឺស្មោះត្រង់គេច្បាស់ជាតិជាទុកចិត្តទៅកាន់យាយទិនមីងហើយមកដល់ដំណាក់កាលបែបនេះហើយនាងគឺគ្មានអ្វីនោះទេមានតែធ្វើបែបនេះជាមួយនឹងយាយទិនមីងតែប៉ុណ្ណោះចំណែកឯចារបស់យើងវិញហាក់ដូចជាមិនសូវចិត្តនោះទេទោះបីជាត្រូវធ្វើក៏ដោយក៏ត្រូវការឲ្យមនុស្សដែលស្ថិតនៅវិមានតែមួយគឺធ្វើមុនផងដែរគឺសំដៅទៅលើខ្លួននាងនឹងឯងដូច្នេះហើយនាងគឺសោកចិត្តព្រមជាមួយនឹងយាយទិនមីងដូចគ្នាផងដែរប៉ុន្តែមុននឹងចូលនិងប្រខាត់ជាមួយនឹងយាយទិនមីងហ្នឹងនាងក៏បានសួរថាមនុស្សដែលស្ថិតនៅដំណាក់ចម្រែសលើកមុនហ្នឹងគឺជាយាយទិនមីងមានដែរទេយាយទិនមីងក៏បាននិយាយថាសុំទោសផងដែរនៅពេលនោះផងដែរនាងក៏បានគឺបឺតមកទៅកាន់យាយទិនមីងយកតែម្ដងហើយ system គឺបានលោតថាយាយទិនមីងរបស់យើងគឺត្រូវបានជួយសង្គ្រោះហើយបណ្ដាសាររបស់គេផងដែរក៏ត្រូវបានលើកថ្ងៃដូចគ្នាហើយអ្នករាល់គ្នាក៏ខ្លួនឯងទៅថានឹងមានរឿងអ្វីកើតឡើងបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់ admin ក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន